បាទជម្រាបសួរបងនិងសួស្តីទាំងអស់គ្នាចឹងសម្រាប់វីដេអូនេះយើងមកសិក្សាតទៅនឹងការប្រើប្រាស់ទៅលើ React Router ចឹងនៅក្នុងនេះគឺយើងបង្កើតដូចតែកាលពីយើងបង្កើតជាមួយនឹង React ដូចគ្នាទេគ្រាន់តែថាយើងត្រូវការ install នៅ package បន្ថែមគឺ React Router នៅខាងក្រៅអញ្ចឹងណាបាទតែអញ្ចឹងយើងកុំឲ្យខាតពេលយើងទៅធ្វើការបង្កើតវាទាំងអស់គ្នាចឹងនេះគឺជា flow ដំបូងសម្រាប់យើងធ្វើការបង្កើតតទៅនឹង project React ជាមួយនឹង Vue របស់យើងចឹងយើងរដងហើយយើងទៅឡងហើយយើងអត់ជាបញ្ហាទេតាចឹងខ្ញុំទៅចូលបង្កើតតែម្ដងចឹងដំបូងខ្ញុំបង្កើត folder មួយឲ្យហើយទៅដើម្បីងាយស្រួលចឹងខ្ញុំដាក់ React យ៉ាមកចឹងខ្ញុំដាក់មកគឺ React Router ណា React Router បន្ទាប់មកខ្ញុំបើកតាមរយៈ CMD មក Command Pro CMD មកហើយយើងធ្វើការសរសេរ command ដើម្បីបង្កើតមកយើងដាក់ npm create with atlas test ចឹងដោយសារតែយើងបង្កើតចេញរៀបរាល់ហើយបើយើងដាក់ឈ្មោះបែបនេះរៀបរាល់ហើយណាបាទចឹងយើងអត់ចាំបាច់ដាក់ម្ដងទៀតទេយើងអាចដាក់សញ្ញាចុចមួយទៅគឺបានហើយអាហ្នឹងមានន័យថាយើងយក directory ឬក៏ទីតាំងនៃ folder របស់យើងហ្នឹងគឺយកទីតាំងហើយបញ្ជាក់ថានៅក្នុងហ្នឹងគឺយើងប្រើអក្សរតូចទេណាប្រើអក្សរតូចអត់ប្រើអក្សរធំទេពេលអក្សរធំយើងត្រូវកាត់ sub folder បន្តទៀតខ្ញុំ enter មកចឹងយើងយករដងគឺយកទៅនឹង React ហើយយើងយក JavaScript តែបើអ្នកនរនេះអាចសរសេរ TypeScript បានក៏សរសេរ TypeScript ដែរតែយើងអត់ទាន់សិក្សាទេយើង JavaScript ទៅបានទេយើង JavaScript ហើយបន្ទាប់មកយើង install ទៅលើ npm យេចឹងឲ្យរងចាំមួយផ្លែទៅគឺអត់ដំណើរការវិរលគេតោះចឹងយើង install រួចរាល់ហើយចឹងខ្ញុំអាច control C បិទសិនទៅយេហើយបន្ទាប់មកយើងបើកចូលក្នុង Echo ទៅម្ដងតោះចឹងបន្ទាប់ពីយើងធ្វើការតម្លើងរួចរាល់ហើយយើងចប់ហើយប៉ុណ្ណេះហ្នឹងយើង JavaScript install npm ហើយយើង code ដើម្បីចូលទៅក្នុង React code ណា stop ហើយយើងចូលពេលយើងអាចដាក់ថា stop ចុច control C ទៅក៏បានតែអញ្ចឹងការងារបន្ទាប់គឺយើងធ្វើការ clear វាសិនពេលខ្ញុំចូលតារាងនោះសិនមក control J ហើយយើងបើកនោះគឺ terminal ហើយយើង run វាចេញមកយើងសិន npm run ទៀតអញ្ចឹងបន្ទាប់មកចូលមកកាន់ browser មកហើយយើងបើកទៅលើ project ពេលយើងបាន project យើងប៉ុណ្ណេះអញ្ចឹងបន្ទាប់មកយើង clear CSS ហើយនឹងfile app.js របស់យើងមក clear វាទៅមកចឹងនេះរដងណានឹង clear មកគឺ CSS ហើយនឹង index.css គឺ clear ទាំងអស់មកហើយតោះមកយើងបានប៉ុណ្ណេះហើយបន្តមកទៀតយើង clear src នេះមកក្នុង src នេះគឺ app.js នេះយើង clear ទាំងអស់គ្នាហើយយើងបង្កើត shortcut នេះគឺ orceចឹងប៉ុណ្្នឹងទៅយើងបានមួយហើយនេះរបស់យើងនេះដល់អាហ្នឹងគឺជាការ install ទៅលើ React វិញយើងដូចរដងទេដំបូងគឺយើងធ្វើដូចនេះតែចឹងបន្តមកទៀតគឺយើងធ្វើការប្រើប្រាស់ជាមួយនឹង React Router ដើម្បីបង្កើត single page បែបណាទៅចឹង single page ដូចយើងថាចូលមកកាន់ website React ក្នុងតែម្ដងយើងឃើញទៅលើការប្រើប្រាស់នេះគឺនៅខាងលើនេះពេលយើងចុចទៅលើទំព័រមួយទៅគឺយើងចូលមកគឺវាអត់ refresh page ទៅមួយទេដូចយើងคลิกឃើញយើងថាវាដើរទៅខាងក្រោមខាងលើមកខាងណាខាងលើអត់ដើរទេអញ្ចឹងចុចលើ community ឬក៏ reference អញ្ចឹងទៅឬក៏ block ទៅវិញយើងឃើញថាដើរទៅមកក្រោមទេខាងលើនេះក៏អត់ណាដែរហើយយើងអាចមើលទៅកាន់ route នេះបាន route នេះគឺយើងឃើញ slash នេះថា route អញ្ចឹងយើងដាក់មក react.pl នេះគឺជា route មួយអញ្ចឹងអត់មាន .html ទេឬក៏ .asp.net ទេអញ្ចឹងគឺវាចេញ route តែម្ដងបែបហ្នឹងចឹងចុចមកថា learn គឺបង្ហាញ learn ឬក៏យើងចុចលើ reference វាចេញ reference react ទៅចឹងអាស្រ័យលើយើងកំណត់ទេចឹង community ឬក៏ block ទេយើងឃើញទៅលើហ្នឹងគឺវាមាន route តែចឹងអាស្រ័យលើយើងកំណត់ណាអ្នកកំណត់តាចឹងដើម្បីកុំឲ្យខាតពេលយើងធ្វើការ install react router ខ្ញុំ install react router ចឹងទី copy យើងត្រូវធ្វើការ install ទៅលើ react router
ដើម្បីអាចទៅសេយ៉ាងណាចឹងយើងអាចចូលមកកាន់ website មកគឺ React Router ចឹងយើងអាចចូល React Router មកហើយយើងអាចចូលមកកាន់កន្លែងគឺ document ហើយបន្តមកទៀតយើងមើលមកកាន់កន្លែងគេដាក់ថា get នេះ get start ហើយបន្តមកយើងមើលមកកាន់កន្លែង declaration mode ហើយយើងមើលកន្លែង installation ការកន្លែងចឹងយើងឃើញទៅលើការសរសេរគឺយើងអាចសរសេរការកន្លែងហ្នឹងគឺយើងអាចដាក់ថា npm React Router ហើយមើលត្រង់នេះចូលមកកាន់ get start ហើយ declaration mode installation ចឹងមកអាចយកតាម comment នេះមកអាច copy តែម្ដងមក copy ហើយយើងចូលមកយើងវិញមកយើង Ctrl J បិទវាសិនហើយទៅការ install ផាសមួយចឹងបច្ចុប្បន្ន React Router របស់យើង version ប្រហែលហ្នឹងអាចមើលបានចឹង version React Router គឺ version 7.17 អញ្ចឹងបច្ចុប្បន្ន 7.17.0 ចឹងបើទៅមុខទៀតអាចនឹងតម្លើង version ទៅនឹងទៀតហើយបើសិនជា version ចាស់ឃើញគេថា install npm router DOM អញ្ចឹងទៅកាលពី version មុនកាលពី2ឆ្នាំមុនអីណាតែឥឡូវយើងប្រើតែ React Router ទៅក៏បានតែខ្ញុំធ្វើការ run ឡើងវិញមកបានហើយ run ឡើងវិញទៅគឺអត់មានបញ្ហាទេដំណើរការធំតែធម្មតាទេតែខ្ញុំបន្តមកទៀតគឺដើម្បីបង្កើត route មួយហ្នឹងឬក៏ page មួយហ្នឹងគឺយើងត្រូវបង្កើត folder មួយឈ្មោះថា page ចឹងទៅចឹងយើងដាក់ page ចឹងមក page មួយណាបាទចឹង page នឹងអាចចុះហើយបន្តមកយើងបង្កើត page មួយហ្នឹងមកចេះថា page របស់យើងមានប៉ុន្មាន page បងចង់បង្កើតមានគេខ្លះចេះថាមាន home មាននិយាយពី product contact ឬក៏បើចឹងចេះថាខ្ញុំឧទាហរណ៍ដូចជា website មួយចុះ website នេះដូចជាវិចិត្រមួយនេះណាមាន home មាន product contact បើចឹងគឺមាន 4 page អញ្ចឹងយើងអាចចូលរបស់យើងចឹងអាចបង្កើតទៅមានអីគេផងចឹងដាក់មាន home បាទ home អក្សរធំ .jsx មានអីគេទៀត about .jsx ហើយមាន contact .jsx ហើយនឹង product .jsx ហើយនៅក្នុងមួយនោះសារតែវាជា function ដូចគ្នាមួយហ្នឹងចឹងយើងដាក់ឲ្យហើយទៅគឺ OSCE ឲ្យហើយទៅមិនខ្ញុំបង្កើតជា function ឲ្យហើយណាអញ្ចឹងនេះគឺ product ហូមដូចគ្នាដែរ contact ឬក៏បានអញ្ចឹងដាក់ឲ្យហើយបងណា FCE ហើយយកបាទអញ្ចឹងគឺយើងអស់មាន4 page អញ្ចឹងបើយើងរ៉ានទៅឃើញថាអត់តដើរទេ page មួយនោះព្រោះយើងនៅក្នុង app ដដែលទេយើងនៅអត់ដើរទេចេញចង់ដើរធ្វើម៉េចតតែធ្វើការ import ទៅលើ page ទាំង4ហ្នឹងចូលមកកាន់ app.jsx របស់យើងតែយើងធ្វើការ import ទៅមកសិនអញ្ចឹង import មកអញ្ចឹងការ import ទៅចោលថាយើងទៅសេរកដងសុំមួយធំបន្តិចទីហោខ្ញុំមកបង្កើតជា React fragment មួយចឹងយ៉ាងណាចឹងយើងទៅយើងដាក់ថា home តែចង់ផាញ home ចឹងយើងបង្កើតជា home ចឹងមក enter ហើយវានឹងចេញមកទៅមើលទៅឃើញ page ពុកបាទអញ្ចឹងណាឬយើងចង់ចេញ component ផ្សេងទៀតយើងហៅទៅ product យើងហៅ product អីចឹងទៅចឹងគេមាន product មួយទៀត componentប៉ុន្តែអ្វីចង់បានមិនចង់បានអញ្ចឹងទេគឺយើងចង់បានជា React Router ខាងលើនេះគឺចុចទៅ slash ចូលមកកាន់ page មួយទៀតគេអញ្ចឹងដូច block ទៅលើនេះអញ្ចឹងគឺចង់បានបែបហ្នឹងវិញ page មួយមិនមែនយក component ទាំងអស់ហ្នឹងមកផ្សំមកចូលគ្នាបែបនេះទេអញ្ចឹងយើងអាចទៅលើមើលការប្រើប្រាស់បន្តទៅនៅក្នុង React Router ហ្នឹងយើងអាចមើលបន្តមកគឺតើតើនឹងការប្រើប្រាស់ទៅលើ browser routerចឹងនៅក្នុងហ្នឹងគឺចំពោះការប្រើប្រាស់យើងត្រូវការស្គាល់ទៅលើ3ចឹងខ្ញុំអាចយើងអាចចុចមើលមួយបាននៅក្នុងនេះមើលលើច្បាស់ដល់ opting នេះប្រហែលចុចមើលទៅឃើញគេបានលើការប្រើប្រាស់មាន browser router មាន browser S មាន browser S ចឹងដូចតែក្នុងហ្នឹងចឹងបើថាខ្ញុំបង្ហាញនៅខាងក្នុងកូដវិញទៅងាយស្រួលជាងអញ្ចឹង
ចឹងមានថាយើងត្រូវការរបស់3នៅក្នុងនេះបន្ទាប់គឺ scheme 3គឺយើងមាន browser router ហ្នឹងគឺ CSO ធំណាចឹង browser router មាន route មាន S បាទនិង route អត់ S បាទមានប៉ុណ្ណឹងយើងត្រូវការ3ហ្នឹងសិន install ចឹងមកអាចមើលមកកាន់ document បានណានៅក្នុងនេះបើសិនជាយើង click អីយើងអាចមើលមកកាន់កន្លែងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺ decision mode declaration mode ហើយយើងមើលមកកាន់ routing មានណាអត់ចាំបាច់ទៀងទីចាំទាំងអស់ទេចឹងអាច copy យកទៅកែក៏បានឬក៏ខ្ញុំសរសេរតែម្ដងក៏បានដែរចឹងយើងត្រូវការមកគឺទី1កន្លែងហ្នឹងគឺយើងត្រូវការ browser router ចឹងប្រើ browser router ចឹងយើង enter តែម្ដងវា import auto អានេះអាចសម្លុបពេញវិញទៅព្រោះមកយើងអត់តផ្សេងចឹងមក browser router ហើយយើងបិទមកវិញចឹងវីដេអូនេះអាចនឹងរៀងលឿនបន្តិចហ្នឹងព្រោះខ្ញុំខ្ញុំនឹងលឿនបន្តិចទៅព្រោះបងអាចមើលសិនហើយចាំអនុវត្តតាមក្រោយឬក៏អាចមើលបន្តិចសិនទៅហើយស្កប់អនុវត្តតាមយ៉ាងហ្នឹងណាបើបងមើលបដាធ្វើបដាគឺអត់តន់ទេតែចឹងបន្តមកទៀតគឺយើងមាន route មាន S route មាន S យើង enter មួយទៀតមកដើម្បីវា import auto បែបហ្នឹងណាចឹងខ្ញុំសេរីឲ្យហើយយើងទៅនេះស្រួលមើលហើយបន្តមកទៀតគឺ route អត់ S route អត់ S ទេចឹងយើងទៅសេចេះណាបញ្ជាក់បងបន្តិចគឺយើងបើកមុខទៀតវាមក route ហ្នឹងមកហើយពេលវាសុខចេះហើយយើង enter ដើម្បី import auto មកចឹងមកបាទចឹងនេះខ្ញុំដាក់បញ្ចូលទៅចុះបន្តទៅទេតែសិននៅក្នុង route នេះបងទៅមើលនៅក្នុងហ្នឹងគឺឃើញថាវាមាន2វាមានទី1គឺតែក្នុងតំណែង path ហើយនិង element ចឹង path គឺជាទីតាំងដែលយើងកំណត់ដោយខ្លួនឯងដូចនៅក្នុងអញ្ចឹងមាន learn បាទមាន block មាន product មានអីចឹងទៅអញ្ចឹងគឺជា route បែបហ្នឹងនឹងយើងហៅថា path ហើយ element នេះគឺធាតុរបស់យើងហ្នឹង import component ធម្មតាយើងសេធម្មតាទូទៅទេខ្ញុំដាក់មកគឺមាន path ហើយនិង element ចឹង path ខ្ញុំដាក់ home page ខ្ញុំដាក់ slash ធម្មតាចឹងមកហើយដល់ពេលយើងអីគេ element ចឹង element មកដាក់សញ្ញាស្មើហើយប្រើរបៀបចឹងមកហៅ JavaScript ហើយយើងហៅ home បើកសញ្ញាតូចជាង home enter ចឹងទៅវា import មក auto មែនទេណាតែបើក្នុងការនេះអត់ import auto ទេយើងត្រូវទៅសេខ្លួនឯងណាជាថាសេខ្លួនឯងគូមិនប្រកាសថាកុំព្យូទ័រខ្លះក៏អត់ដំណើរការដែរចឹងយើងអាចទៅសេខ្លួនឯងហើយក្នុងការនេះខ្លះទៀតបើយើងវាអត់សូវចេះយើងអាចចុច control space តោះថាខ្ញុំលុបវិញតោះវាដើរណាគេហៅថាវាចេញអញ្ចឹងយើងសេមកក៏ដើរដែរចឹងយើងចុច control space មកវាសិតចាចឹងទៅ enter មកវា auto ខ្ញុំអត់ទាំងសេ import home អញ្ចឹងតែមើលផងណាប្រហែលវា import ខុសទីតាំងចឹងមើលកាន់វិញគឺ page ហើយនឹង home ហ្នឹងគឺត្រឹមត្រូវតែចឹងខ្ញុំ copy ចំនួន3ទៀតមកដើម្បីយើងហៅទាំងអស់មាន home មាន contact មាន product មាន about ទាំង3គឺដាក់មកទៀតដល់4 copy path មកចឹងនេះគឺមាន slash ទៀតចឹងមាន slash ខ្ញុំដាក់ product មកចុះ product សតូចណា product អានេះយើងហៅ product pro enter មកទៅវា import auto ហើយមានកបៅហើយនឹង contact សតូចទាំងអស់ណាបញ្ជាក់ថា path គឺសតូច contact ចឹងឃើញ import auto ចឹងយើងទៅសេ enter មកដំណើរការតែបើអត់ចេញទេត្រូវទៅសេដៃណាបញ្ជាក់ផងសេដៃតែយើងសេហើយយើងទៅមើលលទ្ធផលវាបែបណាវិញតែយើងលទ្ធផលឃើញតែ home ដដែលទេឃើញតែមានតែ home មួយទេចឹងដោយសារតែយើងបច្ចុប្បន្ននឹងចូលទៅក្នុង page home ហើយបើយើងចង់ចូល page ផ្សេងទៀតថាដូចជាក្នុងនេះចឹងគេចង់ចូល block គេចុចលើ block ឬក៏ learn ទៅគេចូលទៅខាង page ផ្សេងទៀតដែរប៉ុន្តែបើយើងគឺអត់មានអីចុចទេអត់មានចុចទេចឹងបើយើងចង់ចូល page មួយនេះគឺយើងត្រូវវាយទៅលើ URL ខាងលើសេតែខ្លួនដែរជាថាអូយើងមានគេ slash product ចឹងយើងទៅសេ product មកសេលើ slash
product ចឹងចូលមកកាន់ page ឬយើងចង់ចូលទៅកាន់ page ទៀតតោះថា slash ប្រប៉ៅចឹងចូលមកកាន់បែបហ្នឹងណាបើយើងចូលទៅកាន់ contact y contact ចឹងបែបហ្នឹងនិយាយណាបាទគឺ contact ហ្នឹងគឺយើងអាចទៅសេបែបតាចឹងយើងចឹងហ្នឹងប៉ុន្តែយើងថាយើងអត់មានចុចអញ្ចឹងណាអត់មានចុចតែចឹងយើង enter home មួយមកអាហ្នឹងគឺយើងចូលតាមរយៈ page មួយបែបហ្នឹងណា page មួយចឹងយើងមានបណ្ដាក៏បាក់ contact ចឹងបើយើង share នេះខុស route នេះក៏ដាក់បែបហ្នឹងដែរចឹងយើងកែសម្រួលត្រូវទៅសតូចទាំងអស់ហើយយើងដាក់ចូលតាមបើបណ្ដាខ្ញុំមាន S ជាងដាក់ S ដូចគ្នាចឹងបើក្នុងករណីថាបើយើងមាន S ទៅបណ្ដាខ្ញុំដាក់មាន S ណាចឹងនៅពេលយើងបណ្ដាគឺត្រូវមាន S ដែរចឹងជិះយើងដាក់មាន S ទេខ្ញុំលុប S ចេញចឹងវាអត់ចេញទេ scope វាស្វរត់មិនហ្នឹងណាចឹងវាអត់បញ្ជាក់ថា error ទៀតមាន error អត់ក្នុងខាងស្ដាប់នេះ console គេដាក់ថា no route match location ក៏ដែរន័យថាអត់មាន color route ដែលឈ្មោះថា product ហ្នឹងទេតែ product មានអីអត់តែខ្ញុំអត់ដាក់ product មានអីដាក់ធម្មតាគឺប៉ុណ្្នឹងចុះ product មានអីទេធម្មតាទូទៅតែអញ្ចឹងបន្តមកទៀតដោយសារតែក្នុង page មួយនេះយើងថាឃើញថាវាអត់មានចុចទេឃើញថាបើយើងចូលមកវាអត់មានចុចទេ home ហ្នឹងគឺអត់មានអីទេយើង home ហ្នឹងយើង save អញ្ចឹងវាក៏ slash ទេក៏អត់មានបញ្ហាទេណាយើង slash ទេ slash ទេព្រោះវាតែមួយទេ slash ហ្នឹងចឹងឃើញថាអត់មានចុចទេចាំបើចង់បានគឺចង់បានរបស់ចុចគេទេ learn vibrant community ចឹងចង់ចុចបែបហ្នឹងដែរចឹងដើម្បីចុចយើងប្រើអីគេទៅនៅក្នុងនេះខ្ញុំមកចុចបានចឹងគឺយើងប្រើតតងទៅនឹងអាចប្រើ link ក៏បានដែរនឹងដូច link ខាង ATEX តែយើងទៅមើលសិនទៅយើងមើលនៅក្នុង play routing ទៀតទៅចឹងតតងនឹងការប្រើប្រាស់គេអត់ប្រើប្រាស់ ATEX ទេគឺគេប្រើ link ឬក៏ now link ចឹងណាជើងអ៊ុំមកក្រោមគឺគេការប្រើប្រាស់ link ណាចេះមាន path ហើយនឹង register មក path នេះគេអត់ដាក់សញ្ញា slash ក៏បាន like simple config ចឹងអូសមកក្រោមទៀតមកអានេះគឺនិយាយពីការប្រើប្រាស់ route ហ្នឹង layout route ខ្ញុំអាចមើលទៅលើហ្នឹងបានទេណា route prefix អញ្ចឹងទៅអាចមើលលើហ្នឹងដែរមើលការណែនាំណា dynamic បាទអញ្ចឹងវាមានច្រើនណាអញ្ចឹងខ្ញុំអាចអូសមកកាន់ចូលមួយនេះទៅគឺ navigating ចឹងណា navigating មកខ្ញុំមើលមកកាន់ការប្រើប្រាស់ចឹងនិយាយពីការបង្កើតទៅលើ link ចុចពីម្ដងបើយើងចុចទៅចូលទៅកាន់ page មួយចឹងអាចzoom ឲ្យធំតិចទៅចឹងគឺគេប្រើ nav link អញ្ចឹងណាបាទ nav link ហើយយើងអាចដាក់អក្សរនៅក្នុងហ្នឹងមកចូលទៅកាន់ទីតាំងណា home អញ្ចឹងទៅហើយនេះគឺគេមាន attribute មួយឈ្មោះថា to អញ្ចឹងណា to អញ្ចឹងចុចទៅចូលទៅក្នុងហើយគេមានដាក់ attribute មួយទៀតគឺ n អញ្ចឹងតែ n នេះយើងមិនដាក់ក៏បានដែរអីទេដាក់តែ to ទៅបានតែអញ្ចឹងខ្ញុំចូលទៅបន្តទៀតអញ្ចឹងយើងនៅក្នុង home page មកចូលក្នុង home page ចឹងនេះមានប៉ុណ្ណឹងណាតែប៉ុណ្ណឹងទេដាក់ប៉ុណ្ណឹងសិតចឹងចូលមកកាន់ home page មកយើងឃើញថា home អញ្ចឹងអត់តមានអីទេតែអញ្ចឹងនៅពេលងាយស្រួលទៅខ្ញុំអាចបង្កើត create file មួយមកហើយចាំដាក់ home ក្នុងចេះបែបនេះអូខេអញ្ចឹងមកចាំងាយស្រួលសេអ្នកដៀវចាំតាអញ្ចឹងបន្ទាប់មកយើងមើលមកកាន់ការប្រើប្រាស់គេគឺប្រើប្រាស់ទៅលើ now link ចឹងណា now link ចឹងអាចប្រើ now link ចឹងយើងបើសិនជាមើលបន្ថែមអាចឃើញគេប្រើប្រាស់ link ឬក៏ now link នេះអត់ជាបញ្ហាទេណា link គេប្រើ link ក៏បានដែរប្រើ link ក៏បាន now link ក៏បានតែ now link នេះគឺយើងប្រើសម្រាប់ចាប់ទៅលើ page មួយដែរចឹងវាងាយស្រួលជាងញ៉ាំមើលលើនេះបានមាន user navigate your application with link now link ឬក៏ use navigate ចឹងវាមាន3ប្រើទាំង3ហ្នឹងប៉ុន្តែយើងប្រើមួយសិនទៅយើងនិយាយពី now link និយាយឡើងមកចឹងបន្ទាប់មកយើងទៅសេមកគឺខ្ញុំដាក់ deal ហើយចឹងខ្ញុំដាក់ថត now link ហ្នឹង
chẳng đã nào link bị thờ mất bởi import auto mà khởi chẳng đã mất import auto rồi ní chẳng nào link nó riêng đã mất cứ đòn để bị home chẳng sùng xe chứ chắc như zero mơ này chui cho các bạn home review của biết không đấy cứ thù chẳng đã mất tao tùy tăng á cứ hố mà đạt ở cái này hố cho những copy bị bay đến mắt là mình nghĩ rồi mình buồn những tới chân miên rồi từ cột đá chạy so với cột đá chân ấy cứ từ contact rồi bài muốn dùng một thông tí á dùng bật này chứ này là contact món chẳng cái đôi tờ link nhưng phải tag chứ những đôi tờ tag cái thế và đây bây giờ phải tag vì áp trừ ta làm cả làm lại cho mình cái làm tới chứ nhưng tụi mình là tập họ tất rồi không về bao nhiêu nên sao nhung tự thống ấy nè chẳng nên home và đá ở ba phần thẳng chẳng bị chọc nếu chẳng nhung sống đoạn thì nhà mùi thế lực keyboard bây giờ thì nhà bạn ấy thì nhà slack mũi này này đặt nhà kia đi liệt nó trong lịch sử nhà trang thì nhà trang cho mũi tất cả bên như sự trên tầm mơ với bạn mình nên home nên và đá ở ba phần thẳng này bán cái đã giao thông đã giao thông vậy tất nhiên mình buồn là người ta nhìn là home khác nhưng miền home và đá phần thạc ở vào chúng ta mình buồn còn ta phải chạy thì tại trong cái chuyện thực hành và đá số tha và đá trong miền ấy đó học miền này thì miền và đá này nhá để sao giờ man đã thạch và đá này thì chứng thạch bay thạch cái miền ở vào miền là vào thực tế phần thác miền là phần thác phải nên và đá tôi mới tập chứng giờ tôi nhà sỏi thì chứng mới tha ở đây đi dân và hai trong home page này cứ miền và hai chấm bốn nó cứ nơi lỡ tá home page thì bây giờ chỉnh một căn và đá chung và đá và báo cho một căn và báo rồi có phần thác cho các và tái dân toàn miếng nơi lời thì chứng bây giờ chẳng ai miền buôn năng tờ lơ page sinh nhất dưới của web này mình thay dân chơi tập copy từ buôn page này cho được phần page chẳng bây giờ thôi mình đọc hết cái copy đọc đồ này nên cứ dân thu bạc năng và sân chỉ dân chẳng hỏi khơi phải rồi cho nên họ thay nhau mở copy chun rồi mừng sân trước và ta giờ prao thì nó cái thì nó cứ mình thay dân prao ban và ta có thay bị ọt lọ thì dân ọt lọ thì bây giờ mình đọc hết cái tôi copy đọc hết chân đi chạy về dù dân prao outlet rất cứ chúng mình sẽ gì dân prao từ lấy out vậy đó cho tao tham bây giờ mở copy bên này là thọ hồn nữa đã phần nắng này chân lấy phải trả phòng mọi thay dương ở đây được hẹn nó sẽ hồn là cái đi chứ hồn cho đừng cái thay nó cứ hẹn hồn cho những copy của phần nắng đã từ bàn hẹn mình đầm bầy phải hành sinh hồn họ có đã copy ở đây copy ra tất copy mà bị expect mình cho một tất cái chúng ta nên copy một rô xí chungกันประดับมันแบบนักนงสนามบอลอันนี้คือยังการประดับเลยยังchungมาการคอนแทคตัวออกมาหาchungมาได้มั้ยแต่นี่คือคอนแทคจะเป็นchungเปล่าเนี่ยนะยังลุกตัวนี้มั้ยหาchung nóการประดับchẳng chẳng khi dân thuê này và tay có tha và thuê chẳng cứ đọc thét dân tra copy đọc đòn chẳng cho nhầm bài thì một chết cứ nghĩ sụt này và tay nhầm bài này nít đâm bầy nghĩ sụt vô sân vậy đấy ở khơi thà và dân thuê chẳng việc của bạn đẹp này hay dùng người đi sái đâm bầy nghĩ sụt chừng chẳng nhầm chết mất này cứ hố để của đá dạ rồi của đá để sao vì đọc thá now link is not defined ở toàn bàn import now link nó không phải đá làm cái tập chân dân từ vĩnh cho nên không còn trạc này ở toàn miền nào link import về lờ tới trong việc phát triển rồi đấy trong dùng import auto của trạc này contact cái được như đá import auto máu bảo như này
để sao con số nào được nhìn chân dương tôi mới là tập hợp đầu tiết chân refresh mới dần nó ở việc phạt error sẵn chân chuông một ra ở vào contact chân kinh chân đào đó bạn nắng này vì bạn này chân vì lươn ở refresh lươn dù thế từ hai nhân viên người ta đi trẻ chẳng khi sáng nó cứ chân pra ban mình đặt ta chân pra ban tại vì dù cho nhân viên đọc thẻ nhưng xe chắc mình slap tài đấy chán hay bên thông bây giờ mình train đấy này được menu 3 một phía này mình train chéo chân mình đọc rồi chân tới nhưng tôi cho mùi chắc mình dồn tập hạt đọc về mình tràn hết nhưng mà cho nhưng em thi sang mới tiếp cứ dân bạc ca từ lời ảo nhìn nhưng bạc lời áo để dân vô thằng buồn ấy nhưng bạc ca chia lời ảo mới tới đã không ti tăng năng máu nhưng bây giờ cho hai bạc tới cứ bàn cục ti tăng nhiều lúc đóจะkhông phải nên dân bọc ra nhấn chẳng nhưng ai chờ chua một bánh nhưng bạc ca từ lứa nhưng mà LC với những tất cả phụ đỡ mất một tháng lời ảo layout vậy đó rồi có cái gọi là template của bạn này thì là layout chứ nhưng layout những cái mua layout mà nó chẳng phải đặt thành miền dashboard mình đây chẳng tới chứ mình đã thò nên đã rút layout chưa rút layout rồi nhấn vào tiếp rút layout hay bắt đầu tiếp dương thực cá đã lấy đó từ OSC chờ mắt chứ rút layout làm nắng này chứ ở đây nhưng tăng và hàng bị chết mấy thang nhầm vô từ lượng này buồn ấy đã nó rút lại ảo nắng hay hai vì tập ra tới đâm bay mình là cả cục phết giờ trong mặt xe được nhưng mà và hàng phết cứ nè nào linh nó cứ cục phết ở trong này chân vì người ta sẽ bán nhưng sẽ bán vào tay người ta bị bổ bạc ta chẳng thể của dân mình đọc thêm tôi có bị đọc thêm cho người bổ bạcแต่ซึ่งยังเมื่อคนนี้มันคือประตูไปยังประกาศท้ายยังสมดักเรียกเป็นมันธรรมดาได้มันของมันขายเมื่อจังหวะแบบนี้นะถ้ายังโยโดยโฮมยังโยมาดักโยโฮมมาดักจังตอนนี้กุปีมาเด็กเป็นมันกุปีมาดักมันรูดเลยเดี๋ยวนะแต่นี่มันโฮมนะนี่คือรูดเลยอะไรยังรูดเลยยังโดยเฉพาะจังหวัดจะเสียซอประมาณนั้นจะได้จังหวัดที่กระดาษนั้นรูปแบบประเด็นยังมีส่วนจังกับไปดีจังบ้านจะทำจังโยต่างออกเนี่ยกระดาษกรุ๊ปแพ็กต่างออกอย่างนี้แบบเป็นนั้นยังกระดาษกรุ๊ปแพ็กgiờ là trong xe mùi không phê mùi miền một phần năng chẳng tay dân siêu là mà đã năng thấy anh lục chào và những anh lục mà thằng họ báo những lục chào luôn bên đấy lục chào đó căng thẳng cái dân lục chào đó thế rồi bột ra rồi có hốm ấy lục chào được lục từng on bên đấy cứ ăn xe thì nhớ xe thì và tay mình tha dân trò đạn phần năng hay đào clip ấy nè ọt đào đấy này thò mà đào vậy nha thò miệng đào chân dân mơ một bình máu trên đây đào bán cứ dân pra từ lờ ở mũi tiết cứ dân pra outlet chính pra outlet chính sẽ tại anh thay gì tôi bỏ tham mày dân pra cho mình để đọc tên chứ như pra outlet là mình áo outlet trong máu đây import bên hàng lớn nhé dùng inter tới gọi đồ tủ nó có nóng rút lẹ ta chẳng số thay dân vô tặng chân hãy đà nữa nơi ta thông đàn đà toàn đà ốm nó khôn đà toàn những cái chính chứ trong ở bây giờ tôi pra bán tôi bây giờ đạo lại thằng thái dương chung một cái nó không phơi từ lời để và đọc tờ bây giờ nó không ép đi mình chỉ sợ như vậy chứ như tao hao rút lại ao đừng máu chứ nhưng mà cả lọt mình chân máu còn mình thế thì có copy với hôm của bạn đấy không mọi bạn copy với hôm mà control C control V mà chân tháp tôi biết cứ nhầm đã smart đừng hack cái bốn đó cứ home page hay cái này ní nhưng trang vì đã chia rút lại ảo rút lại chứ nhưng inter mất bệnh phốt tố nói ai tóm mất cái dân trời dọc page đó này đã cho là không nóng rút lại ảo chẳng
សំរុំនៅក្នុងតូចខាងស្រួលបែបនេះមានថានៅក្នុង pack ទាំងអស់ត្រូវក្តោបដោយ root layout ហើយកុំភ្លេច import មកណាយកវាស្គាល់ហើយយើងបើយើងនេះយើងបើកនេះមកដូចខ្ញុំបង្ហាញនេះមកគឺបើកបញ្ជាយើងមកហើយគេដាក់ថា now link is not defined in root layout អូខេចឹង now link អត់ទាន់បានដាក់ក្នុង root layout ទេអត់ទាន់ import ពីភ្លេច now link ចឹងដាក់ឲ្យត្រូវមក now link ចឹងទៅស្បិច sync node បញ្ជាក់ផងចឹងយើងមិនមាន browser router មាន route មាន S route S ហើយទី9យើងមានអីទេសម្រាប់គឺមានតកតនឹងការប្រើប្រាស់ទៅលើ link តែយកប្រើទេ link យើងប្រើ now link ទេ now link ឬក៏ use navigate ទេតែយកតាមប្រើ use navigate ទេអាចមើលនៅលើនេះបានណាក្នុង website ផ្លូវការគឺ desktop ហើយវាចាំនឹងច្បាស់យើងអាចអានបន្ថែម document នឹងអានតិចទៅយើងយល់ច្បាស់ហើយចឹងខ្ញុំអត់បានរៀបរាប់អានសារនេះគឺបង្ហាញគឺតែប៉ុណ្្នឹងអានេះគឺជា website ផ្លូវការយើងអាចអានមើលក្នុងទៅគឺអត់ទាំងបាច់តាចឹងយើងបន្ទាប់ពីដាក់ឡើងនឹងហើយoutlet ខាងហើយចឹង now link យើងបាន import ហើយកុំភ្លេចនេះកន្លែង app.js វិញហ្នឹងគឺក្តោបបែបនេះណាបញ្ជាក់ឲ្យម្ដងទៀតដល់បែបចឹងយើងទៅមើលលទ្ធផលទៅឃើញបែបនេះគឺមកទៅណាអញ្ចឹងវាជាប់ root layout នេះទៀត root layout នេះនៅណាក្នុង root layout គេសុំ root layout ចាំលុបអក្សរតិចចឹងថាក្នុងនេះប៉ុណ្ណឹងណាយើងសេនៅលើហ្នឹងគឺបង្ហាញគ្រប់ pack ទាំងអស់តែយើងប្រើ outlet ចឹង outlet នេះគឺប្រៀបដូចជា pack មួយចឹងយើងចូលទៅកាន់ pack home វាបង្ហាញ home ចូលកាន់ product បែរនឹងបង្ហាញ product បបៅបង្ហាញបៅទៅតែនេះគឺនៅខាងលើហ្នឹងគឺបង្ហាញទាំងអស់អញ្ចឹងបង្ហាញគ្រប់ pack ទាំងអស់ឥឡូវយើងចូលទៅរបស់យើងមកចុចមក home product បៅបន្ថែមមានថាកន្លែងនេះវាជំនួសទៅលើ pack មួយចឹងណាចឹងបើយើងទៅ save អ្វីដែលនៅលើនេះវានឹងបង្ហាញគ្រប់ pack ទាំងអស់តែខ្ញុំដាក់ ABC ចឹងយើងទៅមើលទៅឃើញ ABC ចឹងយើងចូល pack ណាឃើញហើយបើយើងមាន footer មួយទៀតចង់ដាក់នៅខាងក្រោមយើងអាចដាក់មកថងដាក់ deal មួយទៀត footer ចឹងគ្រប់ pack ទាំងអស់ហ្នឹងគឺមាន footer នេះ pack របស់យើងចឹងយើងចូលមកដាក់មកเป็น footer យើងចូល pack ហ្នឹងក៏មាន footer អញ្ចឹងវា refresh តែប៉ុណ្្នេះទេអានេះស្មើនឹង pack មួយហើយក្រៅពីហ្នឹងគឺក្នុង outlet បាទចឹងវាងាយស្រួលជាងយើងចង់បង្ហាញនៅលើនេះឬក៏បង្ហាញនៅខាងក្រោមអីឬក៏បង្ហាញជាហៀងអីគឺបានដោយសារវា pack មួយវាដាក់ទៅប៉ុណ្ណេះចឹងប៉ុណ្ណឹងយើងដាក់thôi pack របស់គេគឺដាក់នៅខាងស្ដាំដៃចឹងទៅចឹងអាចតាមទៅចឹងគឺយើងប្រើមកដាក់ក្នុង root layout អញ្ចឹងណាហើយ outlet នេះគឺបញ្ជាក់ម្ដងទៀតគឺសំដៅទៅលើ pack មួយវាជំនួសឲ្យ pack មួយបបាគាត់ថាដល់បដាហ្នឹងអញ្ចឹងចឹងបើយើងទៅសេនៅខាងលើវាថែមខាងលើហ្នឹងយើងលុបចេញវិញបាទអូខេ footer នេះគ្នាដែរយើងសេតែម្ដងទៅបានចុចគ្រប់ពេកចឹងទៅបានចឹងមានប៉ុណ្ណឹងតែចឹងអាចមើលនៅក្នុងនោះទៅចឹងចំពោះ React Router យើងមានប៉ុណ្ណឹងហើយសង្ឃឹមថាអ្នកអាចធ្វើបានហើយអាចពិនិត្យមើលបន្ថែមចឹងណាចំពោះការប្រើប្រាស់ខ្ញុំទៅសេនេះរៀងកាត់ពីហើយក៏រៀងលឿនដែរស្គាល់តែអ្នកធ្វើបានហើយបើចង់ដឹងច្បាស់បន្ថែមគឺត្រូវទៅការ add document បន្ថែមតែដល់ការប្រើប្រាស់យ៉ាងណាពួកខ្ញុំបង្ហាញនេះគឺខ្ញុំអត់បាន add document ទេគឺខ្ញុំបង្ហាញផ្ទាល់តែម្ដងលឿនចឹងអាចមើលទៅលើ document បន្ថែមទៅយើងអាចយល់បានច្រើនហើយបើមានចម្ងល់អាចធ្វើការសាកសួរបានបន្ថែមចឹងអរគុណច្រើនសង្ឃឹមថាអ្នកទាំងអាចធ្វើបានហើយយើងនឹងជួបគ្នានៅពេលក្រោយទៀតបាទអរគុណច្រើន